បាទជំរាបសួរពុកម៉ែបងប្អូនដែលប្រើប្រាស់នៅសង្គម Facebook ទាំងអស់បាទចំណេះដឹងខ្លីៗពីសាលាបើកបរដៃពិតមានជ័យក្រុងប៉ោយប៉ែតបាទថ្ងៃនេះបាទខ្ញុំបាទនឹងបញ្យល់អំពីប្រអប់ចង្កឹះលេខបាទបញ្យល់អំពីចង្កឹះលេខតើមានទូនាទីធ្វើអីខ្លះបាទនេះចង្កឹះលេខអូតូបាទអញ្ចឹងសម្រាប់ចង្កឹះលេខដៃបាទបងប្អូនអាចមករៀននៅសាលាបើកបរដៃពិតមានជ័យបានបាទអញ្ចឹងបងប្អូនមើលបាទត្រង់ចង្កឹះលេខបាទវាមានតាងដោយបាទអក្សរ P បាទអក្សរ P នេះបាទនេះ P គឺអក្សរ P បាទអង់គ្លេស P បាទបន្ទាប់ពី P មកគឺ R បាទ R និង N បាទ N និង D រួចលេខ 2ហើយនឹងលេខ L បាទហើយខ្ញុំនឹងអធិប្បាយថាវាទូនាទីរបស់វាគឺសម្រាប់ធ្វើអ្វីខ្លះបាទអញ្ចឹងប្រអប់ចង្កឹះលេខបាទប្រអប់ចង្កឹះលេខនេះបើសិនជាយើងមិនបានជន់ប្រាំងទេយើងទាញយ៉ាងម៉េចក៏វាមិនមកដែរបាទមើលជើងយើងអត់ជន់ប្រាំងបាទមើលជើងយើងអត់ជន់ប្រាំងអញ្ចឹងយើងទាញវាយ៉ាងម៉េចក៏វាអត់មកដែរបាទចង់ច្បាច់ទាញយ៉ាងម៉េចក៏អត់មកដែរដល់តែយើងដាក់ជើងយើងជន់ប្រាំងសិនបាទយើងជន់លើប្រាំងបាទជន់លើប្រាំងឲ្យជាប់សិនទៅយើងទាញរំកិលបញ្ចូលលេខបាទចេញពី P មកគឺយើងចូល R បាទចេញពី R មកយើងអាចចូលលេខ N បាទ P នេះគឺលេខចតបាទយើងចតយើងឈប់គឺយើងប្រើ P បាទ R ឬក៏ O នេះគឺថយក្រោយបាទលេខថយ N យើងច្បាច់ចឹងមកបាទច្បាច់ជន់ប្រាំងឲ្យជាប់រួចច្បាច់បាទអូសមក N បាទ N គឺដាច់លេខស្មើនឹងលេខ0បាទគឺបើយើងបលែងជើងបលែងប្រាំងចេញវានឹងរអិលបាទបន្ទាប់មក D បាទលេខសម្រាប់ទៅមុខបាទ D លេខសម្រាប់ទៅមុខគឺប្រព័ន្ធអូតូសាំងលេខដោយខ្លួនឯងបាទ2បាទលេខ2នេះគឺជាលេខកម្លាំងបាទលេខ L នេះក៏ជាលេខកម្លាំងដែរបាទអញ្ចឹងខ្ញុំនឹងអធិប្បាយអំពីអត្ថប្រយោជន៍និងចំណុចមួយម្ដងទៀតបាទនេះយើងចូលលេខចតវិញបាទអញ្ចឹងបាទ P នេះសម្រាប់ប្រើយើងចតបាទយើងចតប្រព័ន្ធវាឡុកក្នុងប្រអប់លេខគឺវាឡុកតែកង់2ខាងមុខទេបាទវាឡុកតែកង់2ខាងមុខតែកង់ក្រោយនៅវិលធម្មតាបើយើងចតចម្រេលល្មមក៏ចតជាប់ដែរចតមិនអីទេបាទតែបើចម្រេលខ្លាំងយើងត្រូវប្រើប្រាំងដៃជួយវាបាទគឺបានន័យថាយើងចូលប្រអប់ពេលពឹបវាមិនបានចាប់ប្រាំងគ្រប់កង់ទេគឺវាចាប់វាឡុកតែកង់2ខាងមុខប៉ុណ្ណោះបាទបងប្អូនចំណាំមើលតែពេលឡានដែលប៉ូលីសគេផាកពិន័យគេអូសយកទៅគឺគេស្ទួយតែអាមុខហ្នឹងអូសយកទៅបានហើយបាទព្រោះកង់ក្រោយអត់មានអីតាក់ទងទេបាទអញ្ចឹងវាតាក់ទងតែកង់2ខាងមុខគឺវាឡុកកង់2ខាងមុខបាទអញ្ចឹងតួនាទី R តួនាទីថយតែមួយមុខគត់បាទគឺតួនាទីថយក្រោយបាទ R នេះគឺតួនាទីថយក្រោយតែមួយមុខទេបាទ N បាទចូល N តួនាទីវាគឺផ្ដាច់លេខសម្រាប់ប្រើនៅពេលយើងអូសសណ្ដោងគ្នាបាទឬនៅពេលយើងចតពីក្រោយបិទគូតគេអីយើងចតយើងត្រូវការដកសោចេញយើងត្រូវការប្រើ N អញ្ចឹងដកសោចេញពីឡានបើយើងមិនចូលលេខចតលេខ P ទេបើយើងមិនចូលលេខ P នេះទេគឺយើងមិនអាចដកបានទេបាទអញ្ចឹងយើងចូលលេខ P នេះហើយបាទយើងដកសោចេញមកហើយយើងចុចបេតុងនេះបេតុងនៅខាងមុខនេះបាទនៅពេលយើងដកសោចេញហើយយើងមិនអាចកាច់កលេខមកបានទេអញ្ចឹងយើងត្រូវចុចបេតុងសនេះដើម្បីទាញចង្កឹះលេខនេះមកឲ្យនៅចំកន្លែង N នេះបាទដើម្បីទាញកន្លែងមក N ប៉ុន្តែនេះខ្ញុំបញ្ឆេះឡានបើយើងបលត់ឡានវិញយើងដកសោចេញវិញយើងចុចនេះឲ្យជាប់បាទចុចអាបេតុងមុខនេះឲ្យជាប់ដៃម្ខាងចុចដៃម្ខាងទាញចង្កឹះលេខចូលមក N បាទគឺដាច់លេខសម្រាប់ទុកឲ្យគេរុញឡានយើងបានដល់ពេលយើងចតបិទក្រោយគូតឡានគេបាទដល់ពេលយើងចតដាក់លេខ N នេះបាទការប្រុងប្រយ័ត្នគឺយើងត្រូវរកកំណល់កកង់បាទការពារវារអិលបាទអញ្ចឹងN គឺតួនាទីលេខ0គឺគ្មានលេខបាទ D បាទ D នេះគឺតួនាទីទៅមុខហើយសាងលេខជាបន្តដោយខ្លួនឯងបាទសាងពីលេខ1លេខ2ឡើងរហូតដល់លេខ5ដោយខ្លួនឯងបាទអញ្ចឹងគឺសម្រាប់ប្រើនៅពេលរត់លបឿនឬនៅពេលខ្នល់ទីលានរៀបស្មើបាទផ្លូវជាតិបាទផ្លូវរៀបស្មើឬផ្លូវទួលល្មមយើងរត់លបឿនយើងប្រើ D លេខ2បាទលេខ2នេះបើប្រៀបមកនឹងម៉ូតូវិញវាស្មើនឹងលេខ3បាទវាស្មើនឹងលេខ3យើងអាចបើសិនជាឡានបំពាក់ហ្គាសរៀងស្ពឹកម៉ាស៊ីនរៀងស្ពឹកពេលដែលយើងឡើងវ៉ា
យើងស្ពឹកយើងអត់ឡើងអត់តាន់គេនៅតែទឹមគ្នាអញ្ចឹងយើងអាចបុកចូលលេខ2នឹងបានបាទស្មើនឹងយើងចុច power គឺយើងបុកចូលលេខ2ប្រៀបបាននឹងយើងសាងលេខចូលលេខ3វិញបាទកម្លាំងវានឹងស្ទុះឡើងភ្លឹបភ្លាមបាទគឺយើងប្រើនៅពេលវ៉ាបានបាទទី1ទី2យើងប្រើនៅពេលឡើងចំណោតបាទលេខ2នេះអាចប្រើឡើងចំណោតដូចជាយើងនៅក្នុងតំបន់ប៉ោយប៉ែតបទីមិនជ័យយើងយកឧទាហរណ៍ភ្នំព្រឹកឬក៏ភ្នំកលែនភ្នំខៀវអីទៅនៅពេលឡើងគឺយើងត្រូវប្រើលេខកម្លាំងលេខ2នេះបាទបើសិនជាចោតខ្លាំងយើងធ្លាក់ដល់ L ទៀតបាទលេខកម្លាំងលេខ L នេះបាទលេខ2នេះគឺស្មើនឹងលេខ3នឹងម៉ូតូយើងស្មើលេខ3តែលេខ L នេះស្មើនឹងលេខ2ឬក៏លេខ1បាទគឺវាខ្លាំងជាងលេខ2ទៀតកាលណាចំណោតខ្លាំងគឺយើងទាញចូល L ឲ្យខ្លាំងឲ្យវាខ្លាំងបាទគឺវាស្មើនឹងលេខ1របស់ម៉ូតូឬក៏លេខ2បាទស្មើនឹងឡានលេខដៃស្មើលេខ1លេខ2ដូចគ្នាអញ្ចឹងលេខ2នេះស្មើនឹងលេខ3បាទអញ្ចឹងយើងចាំត្រង់ហ្នឹងយើងបើកបគឺមិនមានគ្រោះថ្នាក់ទេបាទហើយនៅពេលឡើងចំណោតយើងប្រើលេខ2នឹងហើយចុះចំណោតក៏យើងប្រើលេខនឹងដូចគ្នាដោយសារអីដោយសារយើងមិនអាចជន់ប្រាំងអបជាមួយចំណោតពេលចំណោតវែងឆ្ងាយប្រាំងវានឹងក្តៅវានឹងឆេះអញ្ចឹងយើងប្រើលេខ2ឬក៏លេខ L នេះឯងដែលទប់កុំឲ្យវារអិលទៅលឿនដោយយើងមិនយើងជន់ប្រាំងតិចតិចក៏បានដែរបាទគឺលេខ2នេះគឺវាទប់បានបាទដូចយើងដាក់ម៉ូតូលេខ2លេខ1អញ្ចឹងវាងាងទប់ម៉ាស៊ីនយើងអញ្ចឹងបាទតែលេខ L នេះវាទប់កាន់តែខ្លាំងទៀតបាទកាន់តែយឺតបើចំណោតចោតខ្លាំងគឺប្រើលេខ L នេះមកយើងមិនបាច់ជន់ប្រាំងក៏បានដែរបាទជន់ទៅពេលចាំបាច់បាទគឺយើងប្រើបញ្ជាឲ្យប្រអប់លេខនេះវាទប់កម្លាំងឡានខ្លួនឯងដោយមិនរអិលទៅក្រោមទេបាទអញ្ចឹងបាទចូលលេខចតវិញបាទចប់ហើយបាទអរគុណច្រើនបាទពីសាលាបើកបរដៃពិតមានជ័យក្រុងប៉ោយប៉ែតបាទ